ចំពោះម្ចាស់ទីតាំងអ្នកដែលបង្កលក្ខណៈឲ្យជនបរទេសស្នាក់នៅដោយមិនប្រាប់ដល់អាជ្ញាធរហើយចាប់ពីដើមខែ3នេះទៅគឺនឹងត្រូវអនុវត្តបានពេញលេញទៅលើអនុក្រឹត្យលេខ03នេះអញ្ចឹងអ្នកដែលមិនរាយការណ៍ឬមួយជួលឲ្យជនបរទេសស្នាក់នៅក្នុងមូលដ្ឋានបូកទាំងនៅផ្ទះថាផ្ទះសំណាក់របស់ខ្លួនដែលខ្លួនធ្វើអាជីវកម្មមិនរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធឈានទៅដល់ការផាកវិន័យក្នុងម្នាក់ដល់1លានរៀលអញ្ចឹងបើយើង10នាក់10លានរៀលហើយនឹងទោសទណ្ឌដទៃទៀតទៅតាមច្បាប់ជាធរមានដូច្នេះខ្ញុំសូមឲ្យនៅទីនេះខ្ញុំគិតថាថ្នាក់ដឹកនាំនៅទីនេះក៏មានថាបងប្អូនក្រុមគ្រួសារធ្វើអាជីវកម្មក្នុងវិស័យនេះដែរឬមួយបរិយមួយចំនួនដែលកន្លងទៅបរិយមួយចំនួនយើងមិនអាចចូលបានទេប៉ុន្តែតាមច្បាប់អនុក្រឹត្យលេខ03នេះយើងអាចគ្រប់គ្រងបានដូច្នេះសូមឲ្យម្ចាស់ផ្ទះម្ចាស់បរិយបូកទាំងនឹងម្ចាស់អគារដែលផ្ដល់ទីតាំងស្នាក់នៅជាលក្ខណៈអូតែលក្តីឬមួយផ្ទះសំណាក់ក្តីសូមឲ្យឆ្លើយតបផ្ដល់ព័ត៌មាននៅក្នុងមូលដ្ឋានរៀនខ្លួនក្នុងគោលដៅដើម្បីគ្រប់គ្រងឲ្យបានជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា